ต่อบางป้อนngày níต่อปีចូលឆ្នាំហើយមានញឹកហើយឥឡូវវាដើមខែ5ផងដើមរដូវវស្សាផងហ្នឹងហើយឥឡូវក្រុមការងារមកមានញឹកក្នុងការរៀបចំពូជសម្រាប់បងប្អូនយកទៅដាំបន្តហើយផ្ដល់ជូនបច្ចេកទេសធានាជូនមកដោះហើយហ្នឹងហើយសម្រាប់ដើមរដូវវស្សានេះត្រៀមរៀបចំប្រព័ន្ធចំណីអាហារសម្រាប់សត្វចិញ្ចឹមរបស់យើងទៅគោពពែជៀមត្រីកដោបអីហ្នឹងហើយថ្ងៃនេះដែរពូជរៀបចំទៅខាងព្រះវិហារហ្នឹងហើយបានឆ្ងាយគួរសមបាទហ្នឹងហើយរៀបចំជូនទៅហើយនេះសកម្មភាពមួយចំនួននៃការរៀបចំពូជហើយធានាដើមជូនហ្នឹងហើយមើលគុណភាពដើមល្អហើយថ្លោះល្អហ្នឹងហើយនេះស្មៅរបស់យើងមួយថ្ងៃនេះភ្លៀងចាប់ដើមដួលប្រាហើយស្មៅសមមិញមកភ្លៀងហើយនេះកន្លែងដែលយើងទើបកាត់បាន4-5ថ្ងៃហើយឥឡូវស្មៅវាចាប់ដើមដុះបន្តទៀតហើយអញ្ចឹងបានថាស្មៅនេះវាងាយស្រួលមែនទែនដាំម្ដងប្រមូលផលបាន5-6ឆ្នាំទៅតាមការថែទាំរបស់យើងហ្នឹងហើយបើមានការថែមជីគ្រប់ពេលនៃការកាត់ទៀតវាទិន្នផលកាន់តែកើនឡើងរហូតហ្នឹងហើយដូចជាក់ស្ដែងនៅកសិដ្ឋានរបស់យើងបន្ទាប់ពីកាត់ហើយយើងរោយជីលិមួកសัตว์នៅតាមចន្លោះរងហ្នឹងណាហ្នឹងហើយភ្លៀងមកនោះដួលអស់ហើយហ្នឹងបងប្អូនត្រូវការស្មៅសម្រាប់ដាំនៅដើមរដូវវស្សានេះអាចតាក់ទងមកបានហ្នឹងហើយតាមរយៈ Telegram លេខដែលមានដាក់នៅលើ description ហើយពូជក៏ដូចជាបច្ចេកទេសផ្ដល់ជូនគ្រប់ទីតាំងហ្នឹងហើយផ្ញើបានទូទាំងប្រទេសឲ្យទៅនៅស្រុកខ្មែរបាទផ្ញើដល់ចិនក៏បានដែរមានបងប្អូនមួយចំនួនគាត់កំងទៅចិនដែរប៉ុន្តែអត់ទាន់បានផ្គត់ផ្គង់ទៅដល់ហ្នឹងទេព្រោះតម្រូវការនៅក្នុងស្រុកវានៅខ្ពស់អញ្ចឹងការផ្គត់ផ្គង់របស់យើងនៅមានកម្រិតអញ្ចឹងអត់ទាន់អាចផ្គត់ផ្គង់ទៅបានទេហ្នឹងហើយនេះស្មៅកាប់តាមរងផងមិញឡើងគោពេញហ្នឹងហើយត្រូវការអាចតាក់ទងបានផ្ដល់ជូនទាំងពូជផ្ដល់ជូនទាំងបច្ចេកទេសអរគុណ